សូមនមស្ការប្រធេរានុធេរៈគ្រប់ព្រះអង្គនិងសួស្តីបងប្អូនពុទ្ធបរិស័ទទាំងអស់ជាទីគោរពនៅក្នុងលោកដែលពោពេញទៅដោយការប្រកួតប្រជែងនិងភាពស៊ីវិល័យនាពេលបច្ចុប្បន្នមនុស្សភាគច្រើនកំពុងរត់តាមអ្វីដែលគេហៅថាភាពជោគជ័យប៉ុន្តែតើសុភមង្គលពិតប្រាកដរស់នៅកន្លែងណាតើវាស្ថិតនៅក្នុងរបស់របរដែលយើងមានឬស្ថិតនៅក្នុងចិត្តដែលយើងកំពុងកាន់បងប្អូនដឹងទេថាសម្ភារៈនិយមប្រៀបដូចជាការផឹកទឹកអំបិលកាលណាយើងផឹកកាន់តែច្រើនយើងកាន់តែស្រេកយើងជឿថាបើយើងមានទូរស័ព្ទស៊េរីថ្មីមានឡានទំនើបមានផ្ទះវិឡាស្កឹមស្កៃនោះយើងនឹងមានសេចក្តីសុខជាការពិតសម្ភារៈផ្ដល់នៅភាពងាយស្រួលប៉ុន្តែវាមិនមែនជាសុភមង្គលឡើយចិត្តដែលជាប់ជំពាក់នឹងសម្ភារៈគឺជាចិត្តដែលមិនមែនស្គាល់ពាក្យថាគ្រាន់កាលណាមានរបស់នេះចង់បានរបស់នោះការរត់តាមតណ្ហានៃការចង់បាននេះហើយដែលលោកហៅថាទុក្ខយោងតាមការសិក្សាអំពីការជំរះឧបសគ្គក្នុងជីវិតយើងឃើញថាឧបសគ្គដ៏ធំបំផុតមិនមែនជាកង្វះខាតសម្ភារៈខាងក្រៅនោះទេប៉ុន្តែគឺជាចិត្តដែលបាក់ទឹកចិត្តនឹងការភ័យខ្លាចនៅក្នុងផ្លូវធម៌ឧបសគ្គទាំងនេះត្រូវបានដោះស្រាយតាមរយៈការចេះសម្លឹងមើលទៅខាងក្នុងចិត្តខ្លួនឯងសតិការដឹងខ្លួនថាអ្វីជាតម្រូវការពិតអ្វីជាបំណងប្រាថ្នាដែលយើងលើសលប់បញ្ហាបញ្ញាការមើលឃើញភាពមិនទៀងអនិច្ចំនៃសម្ភារៈរបស់ដែលទិញមកថ្មីនៅថ្ងៃនេះនឹងក្លាយទៅជារបស់ខូចឬក៏ចាស់នៅថ្ងៃស្អែកសុភមង្គលក្នុងផ្លូវវិបស្សនាគឺជាសុភមង្គលដែលកើតចេញពីការលះបង់មិនមែនការសន្សំនៅពេលយើងលះបង់ការបៀតបៀនការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃចិត្តយើងនឹងសានត្រាននៅពេលយើងរៀនរស់នៅជាមួយបច្ចុប្បន្នកាលមិនរំពឹងលើអ្វីដែលមិនទាន់មកដល់នោះសុភមង្គលនឹងកើតឡើងភ្លាមការប្រតិបត្តិវិបស្សនាបង្រៀនឲ្យយើងស្គាល់ពីតុល្យភាពយើងអាចប្រើប្រាស់សម្ភារៈបានប៉ុន្តែមិនត្រូវឲ្យសម្ភារៈមកបញ្ជាចិត្តយើងឡើយចូលប្រើសម្ភារៈជាឧបករណ៍សម្រាប់សាងប្រយោជន៍មិនមែនប្រើវាសម្រាប់តែការបង្ហាញភាពអួតអាងនោះទេបងប្អូនជាទីជ្រះថ្លាសុភមង្គលមិនមែនជារង្វាន់ដែលស្ថិតនៅចុងបញ្ចប់នៃផ្លូវដែលសម្បូរទៅដោយមាសប្រាក់នោះទេប៉ុន្តែវាគឺជាសន្តិភាពដែលកើតឡើងនៅពេលដែលបងប្អូនចេះស្កប់ស្កល់ដោយដែលបានរៀបរាប់ក្នុងមេរៀននៃការជំរះឧបសគ្គការផ្លាស់ប្ដូរជីវិតត្រូវចាប់ផ្ដើមពីការផ្លាស់ប្ដូរការគិតចូលចិញ្ចឹមចិត្តឲ្យច្រើនជាងចិញ្ចឹមរាងកាយចូលស្វែងរកសេចក្តីសុខក្នុងភាពស្ងប់ឲ្យច្រើនជាងសេចក្តីសុខក្នុងភាពអ៊ូអរសូមឲ្យពលឺនៃធម៌អប់រំចិត្តនាំផ្លូវបងប្អូនឲ្យជួបតែសុភមង្គលពិតប្រាកដដែលមិនប្រែប្រួលតាមពេលវេលាសូមអនុមោទនា